ตาบนอาจเรียนบาปบานได้หรือเตដើម្បីឲ្យយើងដឹងថាបុណ្យអាចលៀងបាបបានឬមិនបានទាល់តែយើងដឹងច្បាស់ថាបុណ្យជាអ្វីនិងបាបជាអ្វីសិនបុណ្យជាធម្មជាតិដែលជំរះសម្អាតសន្តានចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធផូរផង់គឺស្អាតប្រាសចាកមន្ទិលដែលធ្វើឲ្យចិត្តសៅមងមានលោភៈទោសៈមោហៈជាដើមឬជាចិត្តល្អឬជាចិត្តកុសលបាបជាធម្មជាតិដែលជាមន្ទិលធ្វើឲ្យចិត្តសៅមងមានលោភៈទោសៈមោហៈជាដើមឬជាចិត្តអាក្រក់ឬជាចិត្តអកុសលដូច្នេះបុណ្យនិងបាបសុទ្ធតែនៅក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្រាន់តែវាមានតួនាទីផ្សេងគ្នានិងខុសគ្នាប៉ុណ្ណោះបុណ្យមានតួនាទីសម្អាតចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធឲ្យចិត្តល្អឲ្យចិត្តកុសលបាបមានតួនាទីធ្វើឲ្យចិត្តមានមន្ទិលសៅមងឬធ្វើឲ្យចិត្តអាក្រក់ឬធ្វើឲ្យចិត្តអកុសលបើបុណ្យនិងបាបសុទ្ធតែនៅក្នុងសន្តានចិត្តរបស់យើងដូចគ្នាហើយពួកវាមានតួនាទីផ្សេងគ្នានិងខុសគ្នាដូច្នេះបុណ្យនិងបាបមិនអាចសម្ព័ន្ធគ្នាឬនៅជុំគ្នាបានទេបើបុណ្យកើតឡើងក្នុងសន្តានចិត្តរបស់យើងបាបនឹងមិនមានកើតឡើងក្នុងសន្តានចិត្តរបស់យើងឡើយប៉ុន្តែបើបាបកើតឡើងក្នុងសន្តានចិត្តរបស់យើងបុណ្យក៏នឹងមិនមានកើតឡើងក្នុងសន្តានចិត្តរបស់យើងដែរសរុបសេចក្តីមកបុណ្យនិងបាបជាបដិបកឬជាសត្រូវនឹងគ្នាមិនអាចនៅរួមគ្នាបានទេដោយឧបមាយ៉ាងណាបើមានចិត្តបុណ្យចិត្តបាបមិនមានបើមានចិត្តបាបចិត្តបុណ្យមានដោយឧបមាយ៉ាងនោះដែរបើបុណ្យនិងបាបជាបដិបកឬជាសត្រូវនឹងគ្នាដូច្នេះបុណ្យមិនអាចលាងបាបបានទេហើយបាបក៏មិនអាចលាងបុណ្យបានដែរប៉ុន្តែបើបុណ្យកើតឡើងបាបមិនកើតឡើងបើបាបកើតឡើងបុណ្យមិនកើតឡើងហេតុដូច្នេះហើយបានជាព្រះគ្រប់ព្រះអង្គលើលោកបង្រៀនយើងឲ្យធ្វើបុណ្យមិនឲ្យធ្វើបាបក៏ព្រោះតែបើយើងបានធ្វើបុណ្យហើយបាបមិនកើតមានក្នុងសន្តានចិត្តរបស់យើងឡើយសរុបសេចក្តីមកបុណ្យមិនអាចលាងបាបបាបមិនអាចលាងបុណ្យប៉ុន្តែបើបុណ្យមានបាបមិនមានបើបាបមានបុណ្យមិនមានសូមសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមអនុមោទនាទស្សនកម្មផល